ចូលលោកគ្រូសួស្តីទាំងអស់គ្នានេះខ្ញុំចង់មកនិយាយពាក់ព័ន្ធមួយការងារ Advanced User Management ដំបូងខ្ញុំ connect វាទៅ SSA ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ដំបូងខ្ញុំវាយ comment who am I ដើម្បីដឹងពី username របស់ខ្ញុំមានឈ្មោះថាសម្បត្តិបន្ទាប់មកខ្ញុំវាយ comment PWD ដើម្បីបង្ហាញពី directory របស់ user អញ្ចឹងអ្នកនរគ្នាឃើញហើយ directory របស់ user home សម្បត្តិអញ្ចឹងបន្ទាប់មកដើម្បីធ្វើការចំណុចបន្ទាប់ដើម្បីធ្វើការ create user include home and base script ដើម្បី create user បានយើងត្រូវ run command មួយមានឈ្មោះថានេះ command ដែលខ្ញុំបង្ហាញនៅក្នុង slide ហ្នឹងcommand sudo user add $m.s/bin/base តោះមកខ្ញុំដាក់ username ខ្ញុំនៅក្នុងហ្នឹងពេលបង្កើត user បានហើយខ្ញុំត្រូវដាក់ password ឲ្យ user ដោយ run command sudo password user ខ្ញុំដាក់ user name របស់ខ្ញុំក្នុងហ្នឹងមានឈ្មោះថា sudo passwd ហើយតមកដាក់ username បាត់របស់ខ្ញុំហ្នឹងហើយតមកវាយ new password ហើយ reset new password មួយទៀតបន្ទាប់មកវានឹង show ថា password update successful ហើយបន្ទាប់មកខ្ញុំធ្វើការវាយ command sudo ហ្នឹងគេហើយដាក់ username របស់ខ្ញុំដើម្បីធ្វើការដាក់ password user រួចហើយខ្ញុំធ្វើការ switch ទៅកាន់ user ថ្មីដោយប្រើ commandដាក់ username ហ្នឹងហើយធ្វើការវាយ password បន្ទាប់ហើយពេលខ្ញុំ switch រួចហើយខ្ញុំនឹងធ្វើការ run command cd ដើម្បីចូលទៅកាន់ directory របស់ខ្ញុំបន្ទាប់មកខ្ញុំធ្វើការ enterវានឹង show directory ដែលខ្ញុំកំពុងតែឈរហ្នឹងបាទតោះមកខ្ញុំនឹងវាយ command who am I ដើម្បីបញ្ជាក់ថាខ្ញុំនៅលើ directory មួយណា directory ហ្នឹងមានឈ្មោះបាទតោះមកខ្ញុំវាយ PWD ហ្នឹងដើម្បីបង្ហាញ home directory ដែលខ្ញុំបានបង្កើតថ្មីហ្នឹងចឹងអ្នកគ្នាឃើញហើយ home directory ខ្ញុំគឺឈរលើបាត់មិនមែនអាថ្មីហ្នឹងគឺឈ្មោះបាត់តោះមកខ្ញុំ run command mkdir ហើយដាក់ឈ្មោះ folder របស់ខ្ញុំឈ្មោះ su35 ដើម្បីធ្វើការបង្កើត folder ហ្នឹងធ្វើការបង្កើត folder su35 ហ្នឹងពេលបង្កើតរួចខ្ញុំធ្វើការវាយ command ls ដើម្បីបង្ហាញ folder ហ្នឹងមានឈ្មោះថា su35 រួចចេញពី user ដើម្បីចេញពី user ហ្នឹងធ្វើការវាយ command exit បន្ទាប់ពីចេញមក user ដើមវិញខ្ញុំធ្វើការ run command ទៀត who am I ដើម្បីបញ្ជាក់ user ដើមរបស់ខ្ញុំ user ដើមរបស់ខ្ញុំឈ្មោះសម្បត្តិបន្ទាប់មកចុងក្រោយហ្នឹងខ្ញុំធ្វើការបង្ហាញ user list តាម command ខ្ញុំប្រើ command cat/etc/p_passwdតមកឃើញ user list របស់ខ្ញុំមានឈ្មោះថាសម្បត្តិហើយនឹងបាត់ដែលខ្ញុំទៅបង្កើតនៅបំបញ្ញមិញហ្នឹងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូ